តោះបងប្អូនរបៀបតុបតែងត្រេន សកម្មភាពកាត់ខ្នែង ឲ្យchoស្អាត ចាប់តាមតុបតែងនេះ យើងจะដល់ពេលវេលាចេញការអញ្ចឹងដល់ពេលអញ្ចឹងយើងត្រូវការ ឲ្យមកកាត់ខ្នែងត្រេនមកអង្គុយលេង ការកាត់ខ្នែងកាត់មែកដែលអត់ប្រយោជន៍ចោល របៀបកាត់ កុំឲ្យវាប៉ះពាល់កុំឲ្យវា លឿនតិច មើលទៅស្ងោកហើយយើងព្រាមពេលវាចេញការវាអត់មានប៉ះពាល់អីទេវាមានប៉ះពាល់ការមានប៉ះពាល់អីវាអត់ឃើញមានសត្វល្អិតអត់ឃើញមានចាយទេពេលអញ្ចឹងយើងស្រួលនឹង ធ្វើការក៏លឿន ថែតន ផឹកក៏លឿននេះ ហើយមែកនេះ ស្ងាត់ស្ងាត់មួយកំប៉ុងយើងអស់ពីរដាច់6ហើយ វាថាគេហៅមែកអត់ប្រយោជន៍វាស៊ីជីជាតិចោលទេអញ្ចឹងយើងត្រូវកាត់សម្អាតវាពីលើណោះ ដើមតែង យើងតែងពីលើមកហ្នឹងឲ្យស្អាតអញ្ចឹងផ្លឹងដូចក្នុងរូបភាពដែលខ្ញុំ ដេញពីលើចុះក្រោ បាន ម បង្ហោះហ្នឹង តែងពីលើចុះក្រោមមកដល់ក្រោមស្អាតមក យើងចាប់ផ្ដើមថែទាំត្រេន ដើម បើសិនតែយើងអត់ថែទាំ តែង មែក ស្អាតហើយ អត់ប្រយោជន៍ហ្នឹងទេអូជំងឺសត្វល្អិត តែងវាឡើងស្អាតហើយ ហើយវាស៊ីជីជាតិ ចាំមកចេញការទៀតហើយនេះ វាញ៉ៃញ៉ៃមកយើងពិបាកថែទាំវា ស្អាតហើយ គុណបងប្អូនមើលតាមរូបភាពដែលខ្ញុំបានបង្ហោះទៅ អត់សូវបញ្ហាជំងឺបើយើងស្រ ឃើញ ឡះ ពេល ចេញ ដើ ការ ម បាន តបតែងហើយឃើញវាស្អាតភ្លឹងឃើញស្អាតវាខុសពីពេលដែលយើងបានតបតែងអញ្ចឹងវាស្មោកវាញ៉ៃញ៉ៃ ស្អាតតាមម៉ៃតាមអីស្អាតនេះបងប្អូនមើលដើមនេះយើងអត់ទាន់បានតបតែងវាញ៉ៃញ៉ៃហ្នឹងយើងចាប់ដើមតបតែងវាឲ្យស្អាតដើម្បីធៀបនឹងចេញផ្កាមើលទៅវារៀងអញញ៉ៃមើលទៅរៀងស្មុកព្រោះមកឡើងបានខ្ពស់ណាអាចមើលទៅយើងកាត់ហើយឃើញស្អាត